សូមជូនរឿងកំពូលអង្គរៈសង្ហាភៈទី2គិតហើយមីហេក៏សម្រេចចិត្តដើរទៅប្រាប់ដេសុនបើលោកនៅតែមិនឈប់ខ្ញុំនឹងយ៉ាងម៉េចសំឡេងរបស់ដេសុនកំហកមករកមីនហេវិញហើយក៏នឹងធ្វើយ៉ាងម៉េចទៅណោះព្រះជាម្ចាស់ជួយឲ្យយោបល់ខ្លះផងខ្ញុំនឹងប្រាប់យូអង្គរៈរបស់ខ្ញុំឲ្យចាត់ការលោកថ្មីដៃរបស់គេគឺអស្ចារ្យខ្លាំងណាស់ពេលតនហន់បែបនេះមីហេនឹកឃើញតែយូម្នាក់គត់ដូច្នេះនាងត្រូវតែយកយូមកគំរាមគេទៅបានបើមិនអញ្ចឹងអាមសៀម្នាក់នេះច្បាស់ជាមិនព្រមឈប់នោះទេចាំមើលទៅហើយអាអង្គរៈកំពូលសង្ហារបស់នាងនឹងមកជួយតនពេលដែរទេនាងតូចស្មានថាខ្ញុំខ្លាចលោកឬមីហេស្វ័យជាសម្ដីលយមើលទៅដេសុននៅតែមិនស្ញាប់សំបីតែបន្តិចតិចគេធ្វើរឿងមិនគប្បីមកលើនាងទៀតទៅមិនបានទេត្រូវតែយករឿងនេះប្រញាប់ប្រាប់យូឲ្យតតែបានមិត្តភក្តិរបស់នាងក៏ប្រាប់ណែហើយឯងទៅសម្ដីខ្លាំងដាក់អាមសៀនឹងធ្វើអីណាយងគេប្រាប់នាងព្រោះតែខ្ញុំមិនចង់ឲ្យគេសម្លឹងមកបែបនេះទៀតនឹងណាមីហេតបទៅវិញក្នុងចិត្តនៅតែមិនស្រួលសំឡេងជួងលាន់ឮឡើងមីហេនិងមិត្តឯទៀតនាំគ្នាដើរចូលទៅក្នុងថ្នាក់រៀននាងត្រង់មិនបានក្នុងការជួបមុខនឹងមិនដេសុននោះទេនាងនឹងជំរះបញ្ជីឲ្យចប់ជាមួយគេមីហេដើរចូលក្នុងថ្នាក់អ្នកដែលក្រឡេកឃើញមុនគេគឺអ្នកគ្រូស្រីវ៉ែនតាមុខគួរឲ្យធុញទ្រាន់ដែលទាមទារឲ្យហៅគាត់ថា teacher ស្អីគេនោះសួស្តីកូនទាំងអស់គ្នាសូមមើលមកអ្នកគ្រូហើយកុំនិយាយគ្នាលោឡាក្នុងថ្នាក់នាំគ្នាមីងមាំងខ្លាំងណាស់អ្នកគ្រូនិយាយតែភាសាអង់គ្លេសនេះមិនលាយភាសាជាតិខ្លះទេអីហើយចង់ប្រាប់ថាខ្ញុំមិនចេះស្ដាប់នោះទេមីហេនិយាយនិយាយទៅសំឡេងហូរក្រៅក្រៅលន់ចេញពីបណ្ដាសិស្សនៅក្នុងថ្នាក់អ្នកគ្រូចង់ឲ្យយើងធ្វើអីទៅនេះណាយងជួយខ្ញុំផងឯងនិយាយមុនទៅខ្ញុំទឿនឲ្យនាងនិយាយមុនព្រោះគិតថានាងពូកែជាងខ្ញុំបើនិយាយមិនបាននឹងត្រូវដាក់ទោសឲ្យឈរនៅនឹងតារាងបាល់30នាទីមិនក៏អ្នកគ្រូមិននិយាយអង់គ្លេសទៀតទៅ30នាទីថែមទាំងនៅកណ្ដាលថ្ងៃទៀតនេះមិនចាត់ទុកថាអយុត្តិធម៌សម្រាប់មនុស្សដូចជាខ្ញុំទេឬអ្នកគ្រូក៏ចាប់ផ្ដើមនិយាយភាសាអង់គ្លេស2-3ឃ្លាមកទៀតមីហេប្រុងប្រកែកតែអ្នកគ្រូនិយាយមកមុនសង្ឃឹមថានាងមិនបានឈរនៅតារាងបាល់តទៅចុះអូខេណាយងធ្វើមាត់មហប់មករកមីហេតែនៅតែមិនយល់អ្នកគ្រូសម្រេចឲ្យឯងទៅឈរនៅតារាងបាល់ត30នាទីពេលចេញពីរៀនកុំភ្លេចឲ្យសោះអ្នកគ្រូមហាកំណាចធ្វើបាបសិស្សកូនក្មេងតែអ្នកគ្រូនេះជាមកទៅផ្ទះណាមីហេប្រឹងតវ៉ាឲ្យផុតពីតនកម្មដ៏អាក្រក់មិនគិតថាវាជ្រុលពេកទេឬគ្រាន់តែនិយាយអង់គ្លេសមិនបានក៏ឲ្យទៅឈរនៅតារាងបាល់ទាត់ដែរបើខ្ញុំស្លាប់នៅទីនោះអ្នកគ្រូនឹងទទួលខុសត្រូវដែរទេម្យ៉ាងទៀតខ្ញុំក៏មានធុរៈផងខ្ញុំស្អប់អ្នកគ្រូខ្លាំងណាស់ពួកឯងទៅផ្ទះមុនទៅយើងទៅបំពេញភារកិច្ចដល់កំណាយសិនបើមិនអញ្ចឹងទេអ្នកគ្រូស្តបបរីនោះច្បាស់ជាមិនព្រមចាប់ត្រឹមនឹងនោះទេណាក្រោយចេញពីរៀនមីហេក៏ដេញពួកនោះឲ្យទៅផ្ទះមុនព្រោះនាងមិនចង់ឲ្យគេនៅរងចាំគូឲ្យអាម៉ាស់ណាស់ថ្មនេះនៅសាលាស្ងាត់ខ្លាំងណាស់ឯងនៅម្នាក់ឯងមិនល្អទេឲ្យពួកយើងនៅកំដរទៅណានយ៉ងនិយាយខ្ញុំដឹងថានាងមានចិត្តសប្បុរសខ្លាំងណាស់តែខ្ញុំមិនចង់ព្រោះតែរឿងខ្លួនឯងរំខានដល់មិត្តក្នុងក្រុមនោះទេភ្លេចហើយឬថាយើងជាមិត្តរួមសុខទុក្ខជាមួយគ្នាត្រូវហើយយើងនៅជាមួយឯងពួកឯងកាត់ស្អីអស់ទៅហើយមិនក៏មកធ្វើខ្លួនគួរឲ្យកំសត់បែបនេះឆាប់ទៅភ្លេចហើយឬថាយើងនៅមានអង្គរៈចំណិតម្នាក់ទៀតនោះមីហេរុញពួកនោះឲ្យទៅផ្ទះទម្រាំតែពួកនោះទៅនាងត្រូវកៅភ្នែកខ្លារបស់អ្នកគ្រូស្តបបរីមិនដឹងជាប៉ុន្មានដងនោះទេទម្រាំតែដើរចូលទៅដល់កណ្ដាលតារាងបាល់ទាត់ក្តៅចង់ឆេះក្បាលខ្លោចសាច់ដោយត្រីអាំងទៅហើយចុះបើឈរដល់ទៅ30នាទីនោះនាងនឹងទៅជាយ៉ាងណាទៅណ30នាទីយូរប៉ុណ្ណាទៅ1 2ហើយមិនកើតទេថ្មនេះម៉ោង11ទៅហើយនាងលើកមើលម៉ោងដើម្បីវាស់ដោយខ្លួនឯងសុកក៏ត្រូវបាននរណាម្នាក់ទាញទៅទាំងកំរោលមីហេងាកទៅរកអ្នកគ្រូវ៉ែនតាតែស្រាប់តែបាត់ទៅណាក៏មិនដឹងម្នាក់នោះចេះតែទាញនាងទៅជារឿយនឹងបិទមាត់មិនឲ្យនាងស្រែកថែមទៀតទីបំផុតមីហេក៏បានមកដល់ឃ្លាំងដាក់សុភៅដែលនៅពីក្រោយសាលារាងកាយត្រូវបានច្រានឲ្យដួលទៅលើគំនរសិភៅចាស់ពេលនោះទើបនាងដឹងថាអ្នកដែលទាញនាងមកនោះគឺដេសុន
មីហេផ្លត់មាត់ហើយឈ្មោះគេតិចតិចនាងនឹងខ្លាចជារបស់ខ្ញុំហើយមីហេខ្ញុំស្រឡាញ់នាងដេសុនស្រាប់តែសង្គ្រប់មកលើមីហេភ្លាមថែមទាំងនិយាយសម្ដីគួរឲ្យត្រលន់ចេញមកថែមទៀតក៏មកធ្វើអីខ្ញុំឲ្យសោះឡើងទៅឆាប់ឡើងខ្ញុំទៅដេសុនបំរុងនឹងថើមីហេតែត្រូវនាងរុញចេញគេក៏ចូលមកម្ដងទៀតហើយទាញអាវសខាងក្រៅរបស់នាងឲ្យរហែកចេញពីគ្នានៅសតែអាវវាឃ្លាដៃតូចមួយតែប៉ុណ្ណោះវ៉ឈប់ទៅខ្ញុំសុំវ៉ដេសុនអោនមកថើបកន្លៀតករបស់នាងយ៉ាងកំរោលរាងកាយរបស់មីហេទន់ខ្សោយខ្លាំងណាស់តែដោយសុននេះនៅតែមិនព្រមឈប់ជួយផងប្រើដេសុនត្រូវបាននរណាម្នាក់រុញទៅផ្ទប់នៅនឹងគៀនទូសៀវភៅព្រមទាំងវាយជាច្រើនដៃទៀតរហូតដល់ដេសុនដួលទៅលើអត់បានហើយជប់វាយទៅហើយលោកគិតតែវាយមិនគិតនឹងនាំខ្ញុំចេញពីទីនេះទេឬមីហេស្រវាំងភ្នែកខ្លាំងណាស់ទីបំផុតគេក៏ងាកមកចាប់អារម្មណ៍នឹងមីហេម្នាក់នោះគឺយូខ្សែភ្នែកដែលសម្លឹងមកមីហេដូចជាកំពុងតែអាណិតនិងបារម្ភខ្លាំងណាស់គេដើរចូលមករកមីហេយឺតហើយមកលុតជង្គង់នៅពីមុខនាងមានត្រូវរបួសដែរទេយូសួរព្រមទាំងលើកដៃមកជួតទឹកភ្នែកឲ្យនាងដោយកាយវិការទន់ភ្លន់មីហេបានតែក្រវីក្បាលតិចយូទាញនាងទៅអោបដោយផ្ដោតភាពកក់ក្ដៅបើមានលោកខ្ញុំនឹងឡើងខ្លាចហើយយូដោះអាវក្រៅរបស់គេមកគ្របឲ្យមីហេព្រមទាំងកាន់ដៃនាងនាំដើរទៅរកឡានសុំទោសដែលខ្ញុំមកមិនទាន់ពេលសុកយូក៏និយាយហើយគេឈប់ដើរទៅមុខទៀតគេមិនទាន់បានធ្វើអ្វីខ្ញុំនោះទេមីហេប្រាប់តែគេបានថើបនាងហើយបើខ្ញុំមកយឺតតែបន្តិចគេនឹងបានធ្វើអ្វីច្រើនជាងនេះយូនិយាយព្រមទាំងសម្លឹងមុខរបស់មីហេរហូតដល់នាងត្រូវងាកចេញគេមិនបានថើបទេតែគេដូចជាធ្វើមុនខ្ញុំបន្តិចហើយខ្ញុំមិនសុខចិត្តតើលោកនិយាយស្អីនឹងវាឆាប់ប្រហែសពេកហើយដែលខ្ញុំមកគិតបែបនេះចំពោះនាងយូរុញមីហេឲ្យទល់ខ្នងទៅនឹងឡានទំនើបដែលនៅពីក្រោយរួចគេក៏អោនមកជិតមុខនាងភ្លាមយូគេអោនមកកាន់តែជិតទៅរហូតដល់ខ្យល់ដង្ហើមដែលក្តៅអ៊ុននោះគេកំពុងតែស្រូបប្រលឹងរបស់មីហេយកទៅហើយកុំធ្វើបែបនេះមីហេបដិសេធតិចតែយូនៅតែមិនព្រមឈប់ទៀតទីបំផុតមីហេក៏សម្រេចចិត្តរុញគេចេញសតិរបស់គេក៏ចាប់ផ្ដើមដោយសភាពដើមវិញសុំទោសអង្គរៈដូចខ្ញុំមានសិទ្ធិអីទៅធ្វើបែបនេះចំពោះនាងនិយាយហើយគេក៏ដើរចូលឡានយ៉ាងលឿនសុកហេតុអីក៏លោកមកធ្វើបែបនេះតែយ៉ាងណាខ្ញុំក៏សប្បាយចិត្តអារម្មណ៍បែបនេះកើតឡើងមកពីណារវាងផ្លូវទៅផ្ទះយូមិននិយាយអ្វីសូម្បីតែមួយម៉ាត់ហើយមីហេក៏សម្រេចចិត្តនិយាយមុនលោកមិននិយាយអ្វីខ្លះទេឬឲ្យនិយាយអីទៅបើលោកមិនចង់និយាយក៏ហីទៅចុះបើខ្ញុំប្រាប់ថាខ្ញុំមានអារម្មណ៍ចំពោះនាងខ្ញុំនឹងមើលថែនាងគេនិយាយយ៉ាងប្រកបប្រជាមីហេបានតែនៅស្ងៀមបេះដូងក៏ចាប់ផ្ដើមលោតញាប់រកប្រាប់មិនត្រូវសុកឡានក៏បើកមកដល់ផ្ទះដោយមិនដឹងខ្លួនមីហេមិនរងចាំឲ្យគេមកបើកទ្វារឡានឲ្យក៏ប្រញាប់បើកដោយខ្លួនឯងហើយក៏ប្រញាប់ដើរចូលផ្ទះយ៉ាងលឿននាងមិនចង់ឲ្យគេដឹងថានាងកំពុងតែញាប់ញ័រដោយសារសម្ដីរបស់គេនោះទេជួយផ្ដល់ចម្លើយឲ្យបានលឿនបំផុតផងខ្ញុំរងចាំផ្ដល់ចម្លើយអីនាងធ្វើជាភ្លីភ្លើមិនដឹងរឿងថានាងមានអារម្មណ៍ដូចជាខ្ញុំដែរឬអត់និយាយឲ្យអាម៉ាស៊ីននេះក៏ប្រញាប់ដើរចេញធ្វើរឹកលយអស់ផ្ទះដូចជាចៅហ្វាយបញ្ជាអ្នកបម្រើអញ្ចឹងឯងភ្លេចហើយឬថាខ្ញុំជាចៅហ្វាយរបស់លោកណាអ្នកនាងតូចមកពីសាលាវិញហើយឬហើយមិនក៏ខ្ទេចខ្ទីបែបនេះអ៊ំមេផ្ទះពេលឃើញមីហេក៏សាប់តែផ្លាត់មាត់ព្រោះតែនាងភ្លេចរៀបចំឲ្យវាស្រួលបួលមើលបន្តិចព្រោះតែមានរឿងឆ្លោះគ្នានៅសាលាអ៊ំស្រីកុំប្រាប់ប៉ាឲ្យសោះខ្លាចគាត់មិនសប្បាយចិត្តមាត់ក៏ប្រាប់ថាមានរឿងឆ្លោះនៅសាលាហេតុអីក៏ទឹកមុខញញឹមស្រស់ខ្លាំងម្ល៉េះមានរឿងសប្បាយចិត្តចែករំលែកឲ្យអ៊ំដឹងផងនឹងបានសប្បាយចិត្តជាមួយដែរអ៊ំមើលផ្ទះតែសង្កេតជាប់ជានិច្ចមីហេនេះបានតែញញឹមឆ្លើយតបមិនដឹងថាហេតុអីក៏ខ្លួនឯងចេះតែញញឹមដូចឈួតឬក៏ព្រោះតែអាពាក្យលបរបស់អង្គរៈវិកលចរិតនោះអ៊ំស្រីធ្វើម្ហូបដែលខ្ញុំចូលចិត្តឲ្យច្រើនមុខទៅថ្ងៃនេះខ្ញុំនឹងញ៉ាំឲ្យអស់មិនឲ្យសល់នោះទេនិយាយហើយមីហេក៏ឡើងជណ្ដើរទៅបន្ទប់របស់ខ្លួន
តែខ្ញុំគួរតែប្រាប់ថាខ្ញុំក៏មានអារម្មណ៍ចំពោះគេដែរទេការពិតទៅខ្ញុំក៏ពេញចិត្តគេតាំងពីឃើញគេពីដំបូងទៅហើយមុខមាត់ដូចជាពួកតារាគ្មានខុសមីហេនិយាយម្នាក់ឯងនៅបន្ទប់របស់លោកកាងមីហេមកពីសាលាវិញហើយមែនទេលោកកាងសួរទៅអង្គរៈដែលធ្វើមុខស្មើនៅពីមុខបាទនាងមកវិញហើយម្យ៉ាងទៀតអតិថិជនរបស់យើងមិនបានផ្ដាច់កងត្រាពីលោកប្រុសនោះទេហើយថែមទាំងបង្វិលប្រាក់គ្រប់ចំនួនទៀតផងយូនិយាយប្រាប់លោកកាងហេតុអីក៏គេស្រាប់តែបដូរចិត្តយើងឆ្ងល់ខ្លាំងណាស់លោកកាងនិយាយក្នុងន័យសួរដល់យូខ្ញុំថាគេប្រហែលជាយល់ច្រឡំអ្វីមួយហើយម្យ៉ាងទៀតមានក្រុមហ៊ុនដតីឃោសនាច្រើនទៅធ្វើឲ្យគេចង់ផ្ដាច់កងត្រាពេលដែលយើងទៅនិយាយជាមួយគេប្រកែកដាច់ខាតព្រមទាំងបងថ្លៃសងជំងឺចិត្តឲ្យមកយើងទៀតផងលោកមិនសប្បាយចិត្តទេឬយូប្រញាប់សួរកាត់ការសង្ស័យរបស់លោកកាងអរគុណហើយបើគ្មានឯងទេយើងប្រកាសជាពិបាកចេញទៅវិញចុះយើងចង់សម្រាកយូក៏ចេញទៅវិញគេដើរចូលបន្ទប់របស់គេដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់របស់លោកកាងនិងបន្ទប់របស់មីហេតុកក្រោយពីគេចូលបន្ទប់មិនបានប៉ុន្មានសំឡេងគោះទ្វារក៏លាន់ឡើងហើយក៏ឮសំឡេងឆ្មាតូចស្រែកខ្ញុំចង់ទៅផ្សារប្រញាប់ជូនខ្ញុំទៅឥឡូវនេះទៅគ្រាន់តែឮសំឡេងបញ្ជារបស់អ្នកនាងតូចភ្លាមគេក៏ប្រញាប់ចេញមកផ្លេតអ្នកនាងចង់ទៅ shopping មែនទេចង់ទៅធ្វើគ្រប់រឿងម្យ៉ាងទៀតខ្ញុំចង់ទៅត្រៀមឈុតសម្រាប់ពិធីឆ្លងឆ្នាំនៅឯសាលាខ្ញុំដើរទៅមុនហើយសំណាងល្អថ្ងៃនេះជាថ្ងៃអាទិត្យអាចមានពេលច្រើនចង់ធ្វើអ្វីក៏បានខ្ញុំចង់រៀនភាសាអង់គ្លេសបន្ថែមមីហេប្រាប់ទៅយូក្រែងគេមានមធ្យោបាយរកគ្រូដែលពូកែបំផុតក៏ថាបានសុកមិនក៏ស្រាប់តែចង់រៀនបន្ថែមគេសួរត្រឡប់មកវិញគឺព្រោះតែខ្ញុំមិនចេះភាសាអង់គ្លេសទើបត្រូវគ្រូវ៉ែនតានោះពិន័យឲ្យឈរនៅតារាងបាល់30នាទីហើយអ្នកគ្រូនោះក៏ស្រាប់តែទៅណាបាត់អញ្ចឹងតាបានជាអាម៉ាសៀននោះបានដៃដល់ម្លឹងថ្ងៃនោះគួរតែពិន័យឲ្យច្រើនជាងនោះបន្តិចតែអាម៉ាសៀននោះអាចនឹងចង់គំនុំជាមួយខ្ញុំក៏ថាបានគួរតែមិនអាក្រក់ដល់ថ្នាក់នេះនោះទេបើអញ្ចឹងថ្ងៃឆ្លងឆ្នាំនៅសាលានាងកំទៅអីភាសាជាងខ្ញុំមិនបានទៅការពេលនាងនោះទេតែគួរធ្វើយ៉ាងណាទៅល្អថ្ងៃនោះលោកទៅជាមួយខ្ញុំទៅគេប្រហែលជាមិនហ៊ានធ្វើអីនោះទេតែពេលនោះហួសម៉ោងធ្វើការហើយមិនយល់ថារំលោភសិទ្ធិអ្នកដទៃពេកទេឬឈ្មោះជាអង្គរៈចង់ឲ្យហៅស្មានណាក៏បាននោះដែរម្យ៉ាងទៀតលោកប៉ាក៏ឲ្យប្រាក់ខែលោកពេញរាល់ខែបើអញ្ចឹងខ្ញុំជួលលោកខ្ញុំនឹងបន្ថែមប្រាក់ឲ្យលោក$1000មិនច្រើនពេកទេឬខ្ញុំនឹងគិតម្ដងទៀតសិនថានឹងយកប្រាក់នោះទៅធ្វើអីនិយាយហើយយូក៏ដើរទៅទៀតមិនចាប់អារម្មណ៍នឹងឆ្លើយជាមួយមីហេទេគួររើសយកឈុតបែបណាទៅល្អមីហេយកឈុត2-3មកដាក់ចិត្តគ្នាពេលដែលពួកគេដើរទៅដល់ហាងលក់ឈុតរាត្រីសមោសយកមួយនេះទៅយូលើកយកឈុតពណ៌ទឹកប៊ិចទៅឲ្យអ្នកលក់ខ្ចប់ដោយមិនសួរយោបល់មីហេមួយម៉ាត់ស្លៀកឈុតនេះទៅប្រកាសជាស្អាតមិនខាននឹងមិនគិតឲ្យខ្ញុំលោខ្លះទេបើមិនលោប្រកាសជាត្រូវមកហាងម្ដងទៀតមិនខាននោះទេហើយហេតុអីក៏មិនទៅលោពេលនេះតែម្ដងទៅបើលោកឲ្យគេខ្ចប់ទៅហើយនោះមីហេនិយាយមិនតាន់ចប់ផងក៏ត្រូវយូរុញចូលទៅក្នុងបន្ទប់លោសម្លៀកបំពាក់អ្នកលក់ជួយសម្របសម្រួលឲ្យវាមើលទៅសមនឹងមីហេខ្លាំងណាស់ហើយមើលទៅសមដែរតាទៅចេញមកខាងក្រៅរួចហើយយូងាកមកមើលមីហេដោយសម្លឹងចាប់ពីក្បាលដល់ចុងជើងដូចជាថាកែនាំកូនចៅមកទិញសម្លៀកបំពាក់អញ្ចឹងឯងមែនហើយហេតុអីខ្ញុំត្រូវចេញមកឲ្យគេមើលមីហេនិយាយតែម្នាក់ឯងតែយ៉ាងណាគេជាអ្នករើសឲ្យគឺស្អាតខ្លាំងណាស់វាសមនឹងនាងយូនិយាយមីហេបានតែញញឹមអៀនហើយក៏ប្រញាប់ទៅបដូរសម្លៀកបំពាក់វិញខំតែនៅបន្តិចទៀតច្បាស់ជាខ្យល់គោស្លាប់ជាមិនខាននោះទេអស់ប៉ុន្មានអស់$200មីហេប្រញាប់ហូតកាតក្រេឌីតចេញមកភ្លាមបុគ្គលិកក៏ប្រញាប់យកទៅឆូតសំទោសការរបស់អ្នកនាងគ្មានប្រាក់នោះទេបុគ្គលិកនោះនិយាយមកកាន់មីហេនាងបានត្រឹមតែមីងមាំងថាម៉េចការរបស់ខ្ញុំទៅតែប្រើការបានតើឬក៏លោកប៉ាទៅតែបិទប្រើការរបស់ខ្ញុំសិនទៅយូនិយាយចែកស្ថានភាពដ៏តឹងតែងគួរឲ្យខ្មាស់គេណាស់ដែលជាម៉ៃស្រីដូចជានាងគ្មានប្រាក់ជាប់នឹងខ្លួនហើយថែមទាំងឲ្យអង្គរៈជាអ្នកចេញឲ្យទៀត
កុំប្រាប់ណាថាប្រាក់ខែរបស់លោកគឺយកទៅផ្ញើនៅធនាគារមីហេសួរភ្លាមពេលដែលពួកគេដើរចេញមកក្រៅហាងមិននឹកស្មានថាមនុស្សដូចជាយូនេះចេះប្រើកាតដែរគួរឲ្យឆ្ងល់ខ្លាំងណាស់នោះជាប្រាក់សន្សំបន្តិចបន្តួចយូឆ្លើយព្រមទាំងញញឹមដាក់មីហេហើយគេក៏ដើរទៅបើកទ្វារឡានឲ្យដំបងគិតថានឹងទិញរបស់ឲ្យបានច្រើនប៉ុន្តែពេលនេះសូម្បីតែលុយមួយសេនក៏គ្មានជាប់ខ្លួនលោកប៉ាបិទការរបស់ខ្ញុំហេតុអីក៏មិនប្រាប់មួយម៉ាត់ចាំមើលដល់ផ្ទះពេលណាខ្ញុំនឹងរករឿងឲ្យណាណីកំពុងតែគិតអីហ្នឹងសុកយូក៏ស្រាប់តែសួរប្រហែលជាគេឃើញមីហេមិននិយាយអ្វីហើយគ្មានគិតអីទេឬក៏កំពុងតែគិតពីរឿងអំបញ្ញមិញដែលអ្នកនាងដ៏ស្រស់ស្អាតធ្វើរឹកលយដូចជាគ្មានលុយជាប់ខ្លួនចំចំណុចណាស់លោកឯងនេះទៅគិតដឹងមកពីណាមីហេបានត្រឹមតែធ្វើប្រងើយកន្តាយហើយងាកចេញទៅមើលទេសភាពដ៏រញ៉េរញ៉ៃដែលនៅខាងក្រៅក៏ប្រហែលហើយម្យ៉ាងទៀតលុយ$200ខ្ញុំនឹងសងលោកវិញព្រោះវាក៏ជាចំណែកនៃប្រាក់ខែរបស់លោកដែរមិនចាំបាច់នោះទេខ្ញុំគ្រាន់តែចង់ចេញឲ្យនាងតែប៉ុណ្ណោះយូនិយាយតបមកវិញតែខ្ញុំមិនចង់ជំពាក់គុណអ្នកដទៃដោយសារតែប្រាក់$200នោះទេប្រាប់ថាខ្ញុំនឹងសងគឺសងហើយម្យ៉ាងទៀតលោកត្រូវតែទទួលយកព្រោះវាជាញើសឈាមរបស់លោកកុំប្រកែកឲ្យសោះមីហេនិយាយយ៉ាងម៉ត់ចត់ឃើញអញ្ចឹងទើបយូព្រមឈប់និយាយភាគទី2សូមស្លេះត្រឹមនេះសិនសូមអរគុណ